BYD ស្គមបាយទៅគេមកអស់នៅកម្ពុជាអរគុណច្រើនដែលជាសូមអបអរសាទរចំពោះបានចាស់រថយន្ត BYD ស្គមបាយទៅគេមកអស់នៅរថយន្តប្រភេទថ្មី BYD Cell5 Super Hybrid និង BYD M9 Super Hybrid បង្ហាញវត្តមានជាផ្លូវការនៅក្នុងទីផ្សារប្រទេសកម្ពុជាហើយក្នុងតម្លៃសមរម្យបំផុតក្នុងទីផ្សាររថយន្តនៅក្នុងប្រទេសកម្ពុជានារយៈពេលប្រមាណឆ្នាំចុងក្រោយនេះសង្កេតឃើញថាប្រជាជនមានការពេញនិយមប្រើប្រាស់លើប្រភេទរថយន្តដែលប្រើប្រាស់ថាមពលអគ្គិសនីនិងរថយន្តប្រភេទប្រើប្រាស់សាំងលាយថាមពលអគ្គិសនីកាន់តែមានចំនួនច្រើនឡើងគួរឲ្យកត់សម្គាល់ជាក់ស្ដែងកាលពីរសៀលថ្ងៃទី12ខែតុលាឆ្នាំ2025កន្លងទៅនេះមានការដាក់លក់និងប្រគល់រថយន្ត BYD Cell5 Super Hybrid និង BYD M9 Super Hybrid នៅក្នុងទីផ្សារកម្ពុជាជាផ្លូវការតាមរយៈព្រឹត្តិការណ៍សម្ពោធដ៏អស្ចារ្យមួយនៅមជ្ឈមណ្ឌល The Premier សែនសុខដោយមានការចូលរួមពីសំណាក់អតិថិជននិងអ្នកបានកំងទុកជាមុនយ៉ាងច្រើនកកកព្រមទាំងបានធ្វើការសាកល្បងដោយការពេញចិត្តនិងបង្ហាញការគាំទ្រយ៉ាងច្រើនទៀតផងលោកយៈឆឹងហ៊ុយអ្នកគ្រប់គ្រងទូទៅនៃក្រុមហ៊ុន BYD Cambodia Co Ltd និងលោកយ៉ាងឆាវប្រធានតំណាងអាជីវកម្មរបស់ Harmony BYD Cambodia បានធ្វើការប្រគល់កូនសោរថយន្តនិងកាដូអនុស្សាវរីយ៍ជូនម្ចាស់រថយន្តដំបូងដែលជាការសម្គាល់ថារថយន្ត BYD Cell5 Super Hybrid បានឈានចូលដំណាក់កាលនៃការប្រគល់ជូនអតិថិជនជាផ្លូវការនៅក្នុងប្រទេសកម្ពុជាដោយសម្រេចបាននៅបទពិសោធន៍ដ៏ល្អឥតខ្ចោះនៃការដាក់លក់និងប្រគល់រថយន្តលោក Henry Yip នាយកប្រតិបត្តិផ្នែកលក់រថយន្ត BYD ប្រចាំប្រទេសកម្ពុជាបានឲ្យដឹងថាការដាក់បង្ហាញ BYD Cell5 Super Hybrid ជាការរីកចម្រើននៃរថយន្តថាមពលថ្មីនៅកម្ពុជាបានឈានចូលដល់ដំណាក់កាលថ្មីក៏ដូចជាការធ្វើឲ្យអ្នកប្រើប្រាស់កាន់តែច្រើនពិតជាយល់ថាការជ្រើសរើស BYD គឺស្មើនឹងការជ្រើសរើសអនាគតរថយន្តប្រណិតប្រភេទ MPV ដែលត្រូវបានរចនាឡើងជាពិសេសសម្រាប់ទីផ្សារក្រៅប្រទេសក៏បានបង្ហាញខ្លួនជាមួយ BYD Cell5 Super Hybrid ដែរគឺ BYD M9 Super Hybrid ដែលផ្ដោតលើបច្ចេកវិទ្យាសុវត្ថិភាពនិងផាសុកភាពស័ក្តិសមទាំងសម្រាប់គ្រួសារនិងអាជីវកម្មដោយនាំមកនៅបទពិសោធន៍ធ្វើដំណើរប្រណិតដែលមិនធ្លាប់មានពីមុនមកដល់អ្នកប្រើប្រាស់កម្រិតខ្ពស់នៅកម្ពុជាលោកប៉ាន់កំហួរអ្នកគ្រប់គ្រងទីផ្សារជាន់ខ្ពស់នៃក្រុមហ៊ុនរថយន្ត BYD បានឲ្យដឹងថារថយន្តទាំងពីរប្រភេទនេះត្រូវបានបំពាក់ដោយបច្ចេកវិទ្យា Super Hybrid របស់ BYD ដែលបញ្ចូលគ្នាយ៉ាងល្អឥតខ្ចោះរវាងសាំងនិងអគ្គិសនីគ្រាន់តែចាក់សាំងពេញនិងសាក់ថ្មពេញម្ដងវាអាចបើកបរបានលើសពី 2000 គីឡូម៉ែត្រដោយរួមបញ្ចូលគ្នានៅប្រសិទ្ធភាពសន្សំសំចៃប្រសិទ្ធភាពនៃដំណើរការនិងបទពិសោធន៍បើកបរប្រកបដោយផាសុកភាពការបង្ហាញខ្លួនរបស់វាក៏ធ្វើឲ្យការសន្សំសំចៃធម្មពលនិងការការពារបរិស្ថានពីពាក្យស្លោកคล้ายជាការពិតក៏ដូចជាធ្វើឲ្យការធ្វើដំណើរបៃតងคล้ายជាទម្រង់ជីវិតប្រចាំថ្ងៃក្រៅពីការនាំចូលរថយន្តបើតាមក្រុមហ៊ុនរោងចក្រ BYD នៅខេត្តព្រះសីហនុបានឈានចូលដល់ដំណាក់កាលបញ្ចប់ការសាងសង់ហើយត្រៀមនឹងចាប់ផ្ដើមដំណើរការផលិតជាផ្លូវការក្នុងពេលឆាប់នេះហើយនៅពេលអនាគត model សំខាន់ដែល BYD លក់នៅកម្ពុជានឹងត្រូវបានផលិតនិងដំឡើងក្នុងស្រុកទាំងអស់នេះមិនត្រឹមតែផ្គត់ផ្គង់មានប្រសិទ្ធភាពនិងការចែកចាយកាន់តែលឿនប៉ុណ្ណោះទេថែមទាំងបង្កើតឱកាសការងារជាច្រើនសម្រាប់ពលរដ្ឋក្នុងស្រុកនិងជំរុញកំណើនសេដ្ឋកិច្ចតំបន់ថែមទៀតអរគុណច្រើនដែលជាសូមអបអរសាទរចំពោះបានចាស់រថយន្ត BYD ស្ទើរបាយដល់ពួកគេមកអស់នៅកម្ពុជា